សួស្តីបងប្អូនទាំងអស់គ្នាមួយរយៈនេះបញ្ហានៃការតម្លៃជ្រូកមើលទៅមានតម្លៃល្អប្រសើរទៅទៅនេះក៏មានបងប្អូនដែលគាត់ជាអ្នកដែលចិញ្ចឹមជ្រូកគាត់ចាប់ផ្ដើមទិញកូនជ្រូកថ្ងៃនេះខ្ញុំចង់បង្ហាញពាក់ព័ន្ធជាមួយនឹងការទិញកូនជ្រូកជៀសវាងបងប្អូនខាតបង់តាមរយៈការទិញកូនជ្រូកបងប្អូនត្រូវតែច្បាស់លាស់ហើយត្រូវតែឲ្យដឹងពីប្រភពនៃការគុតគង់កូនជ្រូកមកដល់បងប្អូនអ្វីដែលខ្ញុំចង់បង្ហាញគឺជៀសវាងការទិញកូនជ្រូកដែលមានបញ្ហាជំងឺកាលណាបើសិនជាយើងទិញកូនជ្រូកដែលមានជំងឺមកជាប់ជាមួយនឹងជ្រូកវាធ្វើមានហានិភ័យបើវាមិនមែនជាជំងឺឆ្លងអាហ្នឹងក៏វានៅតែមានហានិភ័យដែរអញ្ចឹងជំងឺដែលមកជាមួយនឹងកូនជ្រូកវាមាន2ទី1គឺពាក់ព័ន្ធជំងឺវាមិនឆ្លងវាអាចនឹងមានបញ្ហារាគឬក៏អាចនឹងមានបញ្ហាក្រិនហ្នឹងគឺតាមរយៈនៅនឹងមេវាបើមិនសូវគ្រប់គ្រាន់វាឈឺរាគច្រើនអញ្ចឹងប្រើថ្នាំច្រើនអញ្ចឹងជ្រូកវាក្រិនណាស់អញ្ចឹងជ្រូកក្រិនបងប្អូនទិញយកមកចិញ្ចឹមក៏តឹងដែរតឹងនោះមានន័យថាធំយឺតទី2បើសិនជាពាក់ព័ន្ធនឹងជំងឺឆ្លងវាអាចនឹងក្នុងអំឡុងពេលមួយអាទិត្យទៅ10ថ្ងៃវាចាប់ផ្ដើមចេញជាមួយនឹងរោគសញ្ញាឆ្លងតគ្នាហើយឈឺងាប់ច្រើនអញ្ចឹងបើសិនជាមានបញ្ហាវាឈឺងាប់ច្រើនធ្វើឲ្យបងប្អូនដែលគាត់ជាអ្នកដែលចិញ្ចឹមហ្នឹងគឺកាត់ខាតបងណាអូកូនជ្រូកមួយក្បាលសិតតែ20ទៅ25ម៉ឺនអញ្ចឹងវាអាចធ្វើឲ្យមានការខាតបង់អញ្ចឹងមុននឹងសម្រេចចិត្តទិញកូនជ្រូកពីប្រភពណាមួយបងប្អូនត្រូវតែឲ្យច្បាស់លាស់ហើយកុំជ្រួលជ្រើមតាមដល់ពេលដែលមានបានជ្រូកតម្លៃថ្លៃចាប់ដើមទៅទិញកូនជ្រូកដោយមិនគិតពីគេហៅថាប្រភពច្បាស់លាស់នៃការផ្គត់ផ្គង់ហើយនឹងពីសុខភាពកូនជ្រូកចំណុចនេះគឺចង់ឲ្យបងប្អូនងាកមកចាប់អារម្មណ៍ជាមួយនឹងសុខភាពកូនជ្រូកជៀសវាងការយកកូនជ្រូកដែលមិនមានសុខភាពល្អយកមកចិញ្ចឹមវាធ្វើឲ្យយើងមានការខាតបង់អញ្ចឹងដើម្បីជាការបង្ការពាក់ព័ន្ធជាមួយនឹងការឆ្លងទៅដល់ជ្រូកផ្សេងបងប្អូនខ្លះគាត់មានជ្រូកខ្លួនឯងស្រាប់ហើយគាត់ទិញចូលបន្ថែមអញ្ចឹងក៏ជៀសវាងការឆ្លងចូលមកជ្រូកផ្សេងនៅក្នុងទ្រុងរបស់យើងបងប្អូនគួរណាស់តែបង្ខាំងកូនជ្រូកដែលទើបចូលនេះយ៉ាងហោចណាស់ឲ្យបាន15ថ្ងៃហើយក្នុងអំឡុងពេលបង្ខាំងហ្នឹងបងប្អូនគួរតែលាយជាមួយនឹងពពុះអាម៉ុកនិងប៉ារ៉ាដើម្បីឲ្យវាស៊ីជាប់គ្នា3ទៅ5ថ្ងៃដើម្បីការពារទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលបន្ថែមហើយយើងហើយណាយើងបង្ខាំងចូល15ថ្ងៃដើម្បីយើងអង្កេតមើលថាតើជ្រូកមានបញ្ហាឈឺអត់បើសិនជាឈឺវាឈឺតែជ្រូកដែលចូលថ្មីទេជៀសវាងការចម្លងទៅដល់ជ្រូកផ្សេងនៅក្នុងទ្រុងរបស់យើងអញ្ចឹងបើសិនជាវាឡងពេល15ថ្ងៃវាអត់មានឈឺទេចាំបងប្អូនយកមកចូលនៅក្នុងរោងជ្រូកដែលមានជ្រូករបស់យើងនៅក្នុងហ្នឹងអញ្ចឹងការពារប្រសើរជាងព្យាបាលហើយទប់ស្កាត់កុំឲ្យមានហានិភ័យនៃការផ្ទុះជំងឺឆ្លងតពីទ្រុងមួយទៅទ្រុងមួយបាទអរគុណច្រើនបាទ